It is my distinct pleasure to welcome back to Earn alumnus to share their growth story, Mr. Riley Hiang, Assistant Manager of Business Development at We Grow Up, We Money Mobile, under the topic of our journey, how our eyes shape our scaling journey. Please join me in giving Mr. Riley Hiang a warm round of applause as he takes the stage. Good morning, everyone, for this morning. For this sharing session, I would like to sharing ask my language. Thank you. សូមគោរពជំរាបសួរភ្ញៀវកិត្តិយសលោកគ្រូអ្នកគ្រូបង្វឹកអ្នកជំនាញនៃឆាលនីមួយៗដែលគូសហការនានាសហគ្រិននិងជាពិសេសបេក្ខជនបេក្ខនារីកោហថ្មីនៃកម្មវិធី Reverse Innovation ជាទីគោរពរាប់អានខ្ញុំបាទមានកិត្តិយសនិងសេចក្តីរំភើបយ៉ាងក្រៃលែងដែលបានមកចូលនៅលើវេទិកានេះនាថ្ងៃនេះ តាំងនាមតំណាងឲ្យក្រុមហ៊ុន We Grow Up Co Ltd ខ្ញុំបាទសូមសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រចាំបណ្ដុះธุរកិច្ចថ្មីដូចជោដែលបានអញ្ជើញខ្ញុំបាទត្រឡប់មកទីនេះជាថ្មីម្ដងទៀតប៉ុន្តែមិនមែនក្នុងនាមជាបេក្ខជននោះទេគឺក្នុងនាមជាអតីតសមាជិកដែលមានមោទនភាពនៃកម្មវិធី Reverse Innovation ការចូលនៅទីនេះនាថ្ងៃនេះបានរំលឹកខ្ញុំនៅអនុស្សាវរីយ៍ជាច្រើនកាលពីពេលថ្មីកន្លងទៅក្រុមការងារនិងរូបខ្ញុំបាទផ្ទាល់ បានកំពុងអង្គុយនៅលើកៅអីដោយតែបងប្អូនបេក្ខជនកោហថ្មីកំពុងអង្គុយនៅពេលនេះផងដែរកាលនោះពួកយើងពោពេញដោយក្តីរំភើបហើយក៏ពោពេញទៅដោយមហិច្ឆតាយ៉ាងខ្ពស់ប៉ុន្តែក៏អមទៅដោយភាពស្ពៃស្ពិលនិងមន្ទិលសង្ស័យជាច្រើនផងដែរយើងជឿជាក់លើកណិតជីវកម្មរបស់យើងប៉ុន្តែយើងតែងតែចោទសួរខ្លួនឯងជាប្រចាំថាតើយើងកំពុងដោះស្រាយបញ្ហាបានត្រឹមត្រូវដែរឬទេ ហើយតើយើងកំពុងបង្កើតផលិតផលដែលត្រូវនឹងតម្រូវការទីផ្សារប្រកបដែរឬទេជាពិសេសតើអតិថិជនពិតជាទុកចិត្តលើ Digital Lending Platform ដែរឬទេហើយតើពួកគាត់ជឿជាក់លើ We Money គ្រប់គ្រាន់ដើម្បីដាក់ស្នើដោយមានទំនួលខុសត្រូវនិងទូទាត់ត្រឡប់ទាន់វិញទាន់ពេលវេលាដែរឬទេត្រឡប់មកថ្ងៃនេះវិញខ្ញុំបាទអនុញ្ញាតជឿជាក់ថាការសម្រេចចិត្តចូលរួមកម្មវិធី Reverse Innovation គឺជាការសម្រេចចិត្តដ៏មានតម្លៃបំផុតមួយក្នុងនាមជាក្រុមហ៊ុនធុរកិច្ចថ្មីថ្ងៃនេះខ្ញុំសូមចែករំលែកនៅបទពិសោធន៍នៅដំណើររបស់ខ្ញុំជា 3 ដំណាក់កាលដំណាក់កាលទី 1 មុនពេលចូលរួមកម្មវិធី Reverse Innovation មុនពេលចូលរួមកម្មវិធីក្រុមការងាររបស់យើងបានអភិវឌ្ឍ We Money Mobile រួចរាល់ហើយ We Money Mobile ជា Digital Lending Platform ដែលមានបេសកកម្មពង្រីកបរិយាបន្នហិរញ្ញវត្ថុសម្រាប់បុគ្គលសហគ្រាសធុនតូចបំផុតតូចនិងមធ្យមក្នុងប្រទេសកម្ពុជាដូចគ្នាទៅនឹងធុរកិច្ចថ្មីដទៃទៀតដែរយើងមានឆន្ទៈមោះមុតមានការតាំងចិត្តខ្ពស់និងជឿជាក់លើចក្ខុវិស័យយ៉ាងមុតមាំប៉ុន្តែត្រឹមប៉ុណ្នេះគឺមិនគ្រប់គ្រាន់ក្នុងការបង្កើតក្រុមហ៊ុនឲ្យជោគជ័យបាននោះឡើយពេលនោះពួកយើងជួបការលំបាកយ៉ាងខ្លាំងក្នុងការស្វែងរកភាពត្រូវគ្នារវាងផលិតផលនិងទីផ្សារពួកយើងប្រើប្រាស់ការសន្មតផ្ទាល់ខ្លួនជំនួសឲ្យការផ្ទៀងផ្ទាត់ទៅនឹងន័យជាក់ស្ដែងហើយការរចនាផលិតផលរបស់ពួកយើងនៅមានកម្រិតនិងយុទ្ធសាស្ត្រចូលទីផ្សារនៅមិនទាន់ច្បាស់លាស់នៅឡើយដោយសូម្បីតែការធ្វើបទបង្ហាញសម្រាប់វិនិយោគិនក៏ពួកយើងត្រូវការការកែលម្អជាច្រើនផងដែរហើយយើងតែចោទសួរខ្លួនឯងថាតើយើងកំពុងបង្កើតផលិតផលដែលមនុស្សពិតជាត្រូវការមែនឬទេពីមុនយើងធ្លាប់ជឿជាក់ថាការបង្កើតផលិតផលមួយល្អមួយគឺគ្រប់គ្រាន់ហើយប៉ុន្តែនៅក្នុងកម្មវិធី Reverse Innovation បានបង្រៀនឲ្យយើងបន្ថែមទៀតថាការបង្កើតធុរកិច្ចថ្មីមួយឲ្យជោគជ័យគឺត្រូវការច្រើនជាងបច្ចេកវិទ្យាវាទាមទារឲ្យយើងយល់ដឹងពីមនុស្សយល់ដឹងពីបញ្ហារបស់ពួកគេហើយបន្តរៀនសូត្រជាបន្តបន្ទាប់នឹងការធ្វើតេស្តទៅលើការសន្មតនិងស្ដាប់ឲ្យស៊ីជម្រៅមុនពេលធ្វើការសម្រេចចិត្តលើពីនេះពួកយើងត្រូវការចំរោមដោយអ្នកណែនាំនិងអ្នកជំនាញតាមវិស័យដែលហ៊ានប្រឈមនិងជំរុញឲ្យពួកយើងគិតឡើងវិញពីគំនិតរបស់ពួកយើងផងដែរហើយនោះគឺជាមូលហេតុដែលនាំឲ្យយើងសម្រេចចិត្តចូលរួមជាមួយកម្មវិធី Reverse Innovation ដំណាក់កាលទី2ក្នុងកំឡុងពេលចូលរួមកម្មវិធី Reverse Innovation កម្មវិធីបានសាកល្បងយើងជាច្រើនលើកច្រើនសារដែលយើងមិនដែលរំពឹងទុកជាមុននោះឡើយរាល់វគ្គណែនាំនិងសិក្ខាសាលានីមួយៗបានជំរុញឲ្យយើងមើលអាជីវកម្មរបស់យើងតាមទស្សនៈផ្សេង
ហើយរាល់ការសម្ភាសអតិថិជនបានបង្ហាញយើងនៅអ្វីដែលយើងបានធ្លាប់មើលរំលងពីមុនផងដែរមានបទពិសោធន៍មួយមានបទពិសោធន៍មួយដែលបានផ្លាស់ប្ដូរការគិតរបស់យើងទាំងស្រុងគឺក្នុងអំឡុងពេលកម្មវិធីលោកគ្រូអ្នកគ្រូបង្វឹកបានតម្រូវឲ្យយើងចុះទៅសម្ភាសផ្ទាល់ជាមួយអតិថិជនយ៉ាងតិច10នាក់ក្នុងអំឡុងពេលបន់ជុំបិណ្ឌសូមសាកសម័យមើលអតិថិជនគោលដៅរបស់យើងភាគច្រើនជាកម្មករកម្មការីនងចក្រដែលគាត់កំពុងប្រញាប់បញ្ញារៀបចំធ្វើដំណើរទៅស្រុកកំណើតហើយការចូលទៅជួបសម្ភាសពួកគាត់នៅពេលនោះគឺជាការលំបាកដែលទាមទារពេលវេលាការខិតខំប្រឹងប្រែងនិងភាពអត់ធ្មត់ដ៏ខ្ពស់ប៉ុន្តែពួកយើងបានទៅសម្ភាសពួកគាត់ច្រើនជាង40នាក់មុនពេលជួបពួកគាត់ពួកយើងជឿជាក់យ៉ាងមុតមមថាយើងយល់ច្បាស់ពីអតិថិជនរបស់យើងប៉ុន្តែការពិតគឺផ្ទុយស្រឡះការសន្ទនាជាមួយពួកគាត់បានបង្ហាញឲ្យយើងយល់ពីតម្រូវការកង្វល់និងអរិយាប័ត្រពិតប្រាកដជាច្រើនដែលយើងមិនបានគិតដល់ពីពេលមុនហើយដូច្នេះការសន្មត់របស់យើងជាច្រើនគឺនៅមិនទាន់ត្រឹមត្រូវទាំងស្រុងនោះទេជាលទ្ធផលពួកយើងបានកែប្រែប្រដាប់ roadmap កែសម្រួល customer journey និងផ្លាស់ប្ដូរនៅរបៀបដែលយើងអភិវឌ្ឍផលិតផលជាបន្តបន្ទាប់បទពិសោធន៍នេះបានបង្រៀនយើងនៅមេរៀនដ៏សំខាន់មួយគឺ don't fall in love with only your solution but fall in love with your customer problem ឃ្លាដ៏សាមញ្ញនេះបានផ្លាស់ប្ដូរទាំងស្រុងនៅរបៀបដែលយើងបង្កើតផលិតផលផ្ទៀងផ្ទាត់គំនិតនិងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រក្រៅពីសិក្ខាសាលាកម្មវិធី Reverse Innovation ក៏បានណែនាំយើងឲ្យស្គាល់នៅអ្វីមួយដែលកាន់តែមានតម្លៃខ្លាំងនោះគឺសហគមន៍យើងបានជួបស្ថាបនិកផ្សេងទៀតដែលមានបញ្ហាប្រឈមស្រដៀងគ្នាបានរៀនសូត្រពីគ្រូបង្វឹកដែលចែករំលែកចំណេះដឹងដែលឥតលាក់លៀមនិងបានភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយថ្នាក់ដឹកនាំស្ថាប័ននានាដូចជាធនាគារ ABA ជាដើមដែលបានពង្រីកការយល់ដឹងរបស់ពួកយើងអំពីប្រព័ន្ធ Ecology ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាហើយសំខាន់បំផុតនោះពួកយើងបង្កើតបានទំនាក់ទំនងដ៏រឹងមាំដែលពួកគាត់នៅតែបន្តគាំទ្រយើងសូម្បីតែបន្ទាប់ពីបញ្ចប់កម្មវិធីទៅហើយក៏ដោយទី3ខ្ញុំសូមបន្តទៅដំណាក់កាលក្រោយពេលបញ្ចប់កម្មវិធីការបញ្ចប់កម្មវិធី Reverse Innovation មិនមែនជាគោលដៅចុងក្រោយនោះទេប៉ុន្តែវាគ្រាន់តែជាការចាប់ផ្ដើមពិតប្រាកដតែប៉ុណ្ណោះមេរៀនដែលយើងបានរៀននៅតែបន្តមានឥទ្ធិពលលើការសម្រេចចិត្តសំខាន់ៗដែលយើងបានធ្វើជារៀងរាល់ថ្ងៃនៅក្នុងពេលនេះនៅ V-Money Mobile យើងនៅតែបញ្ញាពង្រីកសេវាហិរញ្ញវត្ថុ Digital ប្រកបដោយទំនួលខុសត្រូវសម្រាប់សហគមន៍ដែលមិនទាន់ទទួលបានសេវាគ្រប់គ្រាន់ជាពិសេសអ្នកដែលនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងប្រទេសកម្ពុជារាល់ផលិតផលថ្មីរាល់ការចាប់ដៃគូរាល់កិច្ចសន្ទនានិងការសម្រេចចិត្តយុទ្ធសាស្ត្រសុទ្ធតែស្ដែងចេញពីផ្នត់គំនិតដែលយើងបានអភិវឌ្ឍតាមរយៈកម្មវិធី Reverse Innovation មានដូចជាទៀងផ្ទាត់មុនពេលដែលបង្កើតស្ដាប់មុនពេលដែលយើងសន្មត់សហការជំនួសឲ្យការប្រកួតប្រជែងនិងរៀនសូត្រមុនពេលដែលយើងពង្រីកជូនចំពោះបេក្ខជនទាំងអស់ដែលកំពុងចាប់ផ្ដើមដំណើរថ្មីនាថ្ងៃនេះសូមអបអរសាទរបងប្អូនកំពុងតែចាប់ផ្ដើមដំណើរប្រកបដោយបទពិសោធន៍ដ៏គួរឲ្យរំភើបនិងអាចផ្លាស់ប្ដូរដំណើរជាសហគ្រិនរបស់បងប្អូនទាំងស្រុងសូមអនុញ្ញាតឲ្យខ្ញុំចែករំលែកនៅចំណុចខ្លីៗចំនួន5ទី1សូមនៅឲ្យចិត្តសិទ្ធិបំផុតជាមួយអតិថិជនរបស់អ្នកទី2សូមបើកចិត្តទទួលយកការណែនាំនិងមតិយោបល់ទី3សូមបង្កើតទំនាក់ទំនងដែលមានន័យពីព្រោះមនុស្សដែលអង្គុយនៅជិតបងប្អូននៅថ្ងៃនេះអាចក្លាយជាសហស្ថាបនិកវិនិយោគិនដៃគូយុទ្ធសាស្ត្រឬជាមិត្តភក្តិពេញមួយជីវិតរបស់លោកអ្នកទី4សូមកុំភ័យខ្លាចការបរាជ័យយើងបរាជ័យកាន់តែឆាប់យើងអាចរៀនបានកាន់តែលឿននិងទី5សូមកុំភ្លេចថាហេតុអ្វីបានជាអ្នកចាប់ផ្ដើមព្រោះបច្ចេកវិទ្យានិងវិវត្តទីផ្សារនិងផ្លាស់ប្ដូរគំរូអាជីវកម្មត្រូវបានកែប្រែប៉ុន្តែការដោះស្រាយបញ្ហាពិតប្រាកដជូនមនុស្សនឹងនៅតែមានសារៈសំខាន់ជានិច្ចជាចុងក្រោយខ្ញុំបាទសូមសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះអាយដាមបណ្ឌិតតាំងងួនលីនិងថ្នាក់ដឹកនាំនិងក្រុមការងារនៃមជ្ឈមណ្ឌលតស៊ូកិច្ចថ្មីតេជោលោកគ្រូអ្នកគ្រូបង្វឹកគ្រប់រូបអ្នកជំនាញតាមវិស័យវិនិយោគិននិងដៃគូសហការទាំងអស់នៅក្នុងប្រព័ន្ធ Ecology ធុរកិច្ចថ្មីនៅកម្ពុជាដោយសារការលះបង់របស់លោកអ្នកទាំងអស់គ្នាធុរកិច្ចថ្មីដូចជាពួកយើងមិនត្រឹមតែបង្កើតក្រុមហ៊ុនប៉ុណ្ណោះទេប៉ុន្តែយើងកំពុងរួមគ្នាបង្កើតឱកាសការងារពង្រីកបច្ចុប្បន្នហិរញ្ញវត្ថុ
នឹងរួមចំណែកដល់អនាគត Digital នៃប្រទេសកម្ពុជាជួយចំពោះបេក្ខជនក៏ថ្មីនៃកម្មវិធី Reverse Innovation សូមបើកបេះដូងទទួលយកការគ្រប់បញ្ហាប្រឈមរៀនសូត្រពីរាល់កំហុសអបអរសាទរចេញជំនះតូចៗនិងគ្រប់គ្រងគ្នាទៅវិញទៅមកហើយសូមគុំឈប់ជឿជាក់លើសមត្ថភាពរបស់ខ្លួនក្នុងការបង្កើតផលវិជ្ជមានដ៏មានន័យសូមអរគុណ Thank you so much, Mr. Lee Hyung, for your inspiring journey and showcasing the true transformative impacts of reverse innovation. To express our deepest gratitude and appreciation for taking your time and share your scaling journey with us today, we would like to present you a token of appreciation. May I respectfully invite Mr. Sukhapanet to kindly step forward to the stage to present the appreciation gift to Mr. Lee Hyung. Reverse Innovation Cohort 6 is made possible through the organization and collaboration of our organizers, co-organizers, domain experts, and partners.